ទីក្រុងតេរ៉ង់បានវាយប្រហារមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិកនៅឈូងសមុទ្របន្ទាប់ពីកងកម្លាំងអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ជាថ្មីយោងតាមការចេញផ្សាយរបស់ BBC នាព្រឹកថ្ងៃទី11ខែមិថុនាឆ្នាំ2026បានដឹងថាអ៊ីរ៉ង់បានបាញ់មីស៊ីលនិងដ្រូនវាយប្រហារលើមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិកនៅប្រទេសបារ៉ែលនិងប្រទេសកុយវ៉ែតដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើគោលដៅយោធាអ៊ីរ៉ង់ភាពតានតឹងបានកើនឡើងបន្ទាប់ពីលោក Donald Trump បានបញ្ជាឲ្យវាយប្រហារអ៊ីរ៉ង់ក្រោយសហរដ្ឋអាមេរិកចោទប្រកាន់អ៊ីរ៉ង់ថាជាអ្នកបាញ់ទម្លាក់អត្ថប្រយោជន៍មួយគ្រឿងរបស់សហរដ្ឋអាមេរិកការវាយប្រហារទៅវិញទៅមកនេះកំពុងគំរាមកំហែងដល់បទឈប់បាញ់ដ៏ផុយស្រួយដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីខែមេសាអ៊ីរ៉ង់ក៏បានអះអាងថាបានបិទច្រកសមុទ្រហូមូសនិងគម្រាមវាយប្រហារនាវាដែលឆ្លងកាត់ទីនោះខណៈដែលអាមេរិកអះអាងថាចរាចរណ៍នាវាពាណិជ្ជកម្មនៅតែបន្តដោយក្តីបារម្ភលើការគ្រប់គ្រងប្រេងពិភពលោកតម្លៃប្រេងប្រែនបានកើនឡើងលើសពី$95ក្នុងមួយបារ៉ែលលោកអគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង្គតូនីយ៉ូកូតេរ៉េសបានអំពាវនាវដល់គ្រប់ភាគីដោះស្រាយវិបត្តិតាមផ្លូវច្បាប់និងការទូតជៀសវាងការវាយប្រហារបន្ថែមទៀតស្ថានភាពរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងមានភាពតានតឹងដោយមានការវាយប្រហារតបតគ្នាការគំរាមកំហែងបិទច្រកសមុទ្រហូមូសនិងការកើនឡើងតម្លៃប្រេងដែលបង្កការព្រួយបារម្ភអំពីស្ថានភាពនៅមជ្ឈមបូព៌ានិងសេដ្ឋកិច្ចពិភពលោក